banប្រកាសចាយ៉ាងដាច់អហង្ការតែម្ដងថាសុំឲ្យពលរដ្ឋពើពហិការកុំប្រើទំនិញថៃប៉ុន្តែខ្ញុំឃើញអ្នកអនឡាញមួយចំនួនកំពុងតែនាំចូលនៅសមិទ្ធផលថៃយកមកចរាចរនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាដែលយ៉ាងក៏ក្លឿនតែម្ដងចាណាអញ្ចឹងដូចជាអត់មានអ្នកណាយកចិត្តទុកដាក់ចំពោះការអន្តរាគមន៍ក៏ដូចជាចាសួរសុខទុក្ខគាត់ផងការនាំចូលនៅផលិតផលថៃហ្នឹងតើក្រសួងណាមួយដែលអនុញ្ញាតឲ្យគាត់នាំចូលផលិតផលថៃយកមកលក់នៅលើទីផ្សារចរាចរនៅលើប្រទេសកម្ពុជាផងដែរចាជាពិសេសខ្ញុំឃើញផេកមួយចាណាហុង CEO ចាណាហុង CEO ណាខ្ញុំចង់ជម្រាបទៅកាន់បងប្អូនបន្តិចចាពាក់ព័ន្ធគ្រប់ផលិតផលដែលគាត់នាំចូលមកណាចាខ្ញុំមិនដឹងថាគាត់អាំងខ្សែអាំងខ្នងពីខាងណាទេសូម្បីតែប្រមុខថ្នាក់ដឹកនាំរបស់យើងណាចាគាត់ប្រកាសប៉ោចតែដូចជាអត់បើកត្រចៀកស្រាប់ចាអញ្ចឹងខ្ញុំក៏សូមអំពាវនាវទៅកាន់ក្រសួងដែលពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាលចាជួយអន្តរាគមន៍សួរសុខទុក្ខគាត់បន្តិចផងដោយសារតែគាត់ចាគាត់ដូចជាគាត់ហ៊ានជ្រុលចាគាត់ហ៊ានជ្រុលតែម្ដងណាថ្ងៃនេះផងដែរខ្ញុំក៏សូមថ្លែងអំណរគុណចាកាន់បងប្រុសម្នាក់ដែលគាត់ជាអ្នកថុកshowគ្រប់គ្រងមកកាន់រាជរដ្ឋាភិបាលចាគ្រប់គ្រងសម្ដេចពុកក៏ដូចជាសម្ដេចអគ្គមហាបវរធិបតីហ៊ុនម៉ាណែតចាគាត់តែងតែនិយាយអំពីស្នាដៃការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំរបស់យើងចាជាច្រើនចាហើយគាត់ក៏ចង់ជួបថ្នាក់ដឹកនាំចាចង់ជួបសម្ដេចតេជោបានម្ដងនៅក្នុងជីវិតរបស់គាត់ខ្ញុំក៏បានបំពេញសំណពររបស់គាត់ដោយពំនាំនៅប្រសាសន៍របស់គាត់ចាណាដាក់ជូនចាទៅកាន់សម្ដេចតេជោដែលជាប្រធានប្រសិទ្ធភាពផ្ទាល់តែម្ដងចាដើម្បីឲ្យគាត់មានក្តីសង្ឃឹមមួយចាហើយក៏សូមថ្លែងអំណរគុណចំពោះសម្ដេចពុកដែលបានផ្ដល់កិត្តិយសឲ្យគាត់ចាឲ្យគាត់បានចូលជួបទៅកាន់សម្ដេចពុកដោយមិនបានដូចតែបំពេញតាមសំណពរគាត់មិនឲ្យគាត់អស់សង្ឃឹមណាចាក្មួយចង់ឲ្យអ្នកមីងជួយផ្ដល់ជាសម្ភារៈក៏ដូចជារបស់ប្រើប្រាស់ហូបចុកទៅដល់បងប្អូនភាសឹកនិងបងប្រុសអ៊ំប្រុសបងប្រុសពួកខ្ញុំនៅតែបន្តការធ្វើជំនួយចាមិនថាទៅកាន់វីរៈកងទ័ពក៏ដូចជាជនភាសឹកប៉ុន្តែខ្ញុំចង់ជំរាបទៅកាន់បងប្អូនទាំងអស់ណាការធ្វើរបស់នាងខ្ញុំធ្វើទៅតាមលទ្ធភាពដែលអត់មានការប្រកបប្រកាសឬមួយក៏អំពាវនាវទៅកាន់បងប្អូនណាចាឲ្យចូលរួមចាផ្ដល់ជាថវិកាមកកាន់នាងខ្ញុំដើម្បីឲ្យនាងខ្ញុំយកទៅធ្វើទិញនៅសម្ភារៈទាំងអស់នោះទេគឺខ្ញុំចំណាយថវិកាផ្ទាល់ខ្លួនរបស់នាងខ្ញុំដើម្បីធ្វើផ្ដល់នៅចំនួនមនុស្សធម៌ដោយខ្លួនឯងតែម្ដងចាហើយខ្ញុំចង់ជម្រាបបន្តិចពាក់ព័ន្ធនឹងការស្នើសុំរបស់បងវីរៈកងទ័ពចាបងប្អូនវីរៈកងទ័ពជួមុខជាពិសេសច្រកតាថាវអូស្មាច់ចាអូស្មាច់និងភ្នំដាផងដែរចាដែលបានស្នើសុំប្រកាន់នាងខ្ញុំចំនួនម៉ូតូម្នាក់មួយទីតាំងគឺមួយគ្រឿងអញ្ចឹងខ្ញុំកំពុងតែព្យាយាមចាហេតុអីក៏នៅតែមានមនុស្សមួយចំនួននាំចូលតំណែងចោលមកចាខ្ញុំថាមិនចង់ចាខ្ញុំបង្ហាញរូបរបស់គាត់ផ្ទាល់តែម្ដងណាម្ចាស់ brand ហ្នឹងណានេះចាម្ចាស់ brand ដែលនាំផលិតផលថៃហ្នឹងមកតែម្ដងចានេះហុង CEO ចាណាចឹងបើសិនជានេះផលិតផលដែលគាត់នាំចូលចាខ្ញុំជំរាបបងប្អូនឲ្យច្បាស់បន្តិចហើយខ្ញុំឃើញតំណាងចែកចាយរបស់គាត់នៅប្រទេសជប៉ុនចាបានកាត់ស្តុកដើម្បីចរាចរនៅផលិតផលរបស់គាត់នៅក្នុងប្រទេសជប៉ុនយ៉ាងក៏ក្លឿនតែម្ដងចាខ្ញុំអត់ដឹងថាតំណាងចែកចាយនោះគាត់ជាជនជាតិអីទេខ្ញុំនិយាយតាមត្រង់ហ្មងបើគាត់ជាខ្មែរអត់គួរតែម្ដងចាណានេះនីតាំងស្អីគេនេះជាតំណាងចែកចាយរបស់គាត់ណាគ្រប់សមត្ថភាពរបស់គាត់ខ្ញុំនិយាយគឺខ្ញុំមានភ័ស្តុតាងអំណាចតែម្ដងហើយខ្ញុំនៅតែទទួលសំណពរចាណាអញ្ចឹងការស្នើសុំរបស់បងដូចជាបងប្អូននៅតាមបណ្ដាព្រំដែនមកកាន់នាងខ្ញុំចាម៉ូតូសម្រាប់ដឹកស្បៀងអាហារណាព្រោះអីវាឆ្ងាយដែរបងប្អូនខ្ញុំបានចុះទៅកាន់ទីតាំងហ្នឹងហើយដីក៏វាហុយដែរវាឆ្ងាយអញ្ចឹងទៅខ្ញុំក៏បានឆ្លើយតបទៅកាន់គាត់ថាខ្ញុំនឹងព្យាយាមចាពំនាំនៅចំនួនម៉ូតូ2គ្រឿងហ្នឹងចែកជូនទៅដល់គាត់ប៉ុន្តែគាត់ថាទៅតាមលទ្ធភាពអ្វីដែលខ្ញុំអាចធ្វើទៅបានដោយសារតែជីវភាពរបស់ខ្ញុំក៏មិនមែនជាធូរធារអីណាស់ណាដែរទេចាខ្ញុំធ្វើទៅតាមសមត្ថភាពរបស់ខ្ញុំផ្ទាល់ណាព្រោះអី
ការគិតគូរខ្ញុំអត់សូវខុសពីប្រមុខថ្នាក់ដឹកនាំទេចាស្រឡាញ់ចាអស់ពីបេះដូងចំពោះការតស៊ូអោបនៅកំភ្លើងណានៅក្នុងរណ្ដៅត្រង់សេដោយសារតែការពីបរណភាពទឹកដីការពីប្រទេសជាតិរបស់ខ្លួនផងដែរចាសូមថ្លែងអំណរគុណចាស់ម្ដងហើយម្ដងទៀតទៅកាន់បងក៏ដូចជាលោកពូតាមវិរៈកងទ័ពនៅតាមបណ្ដាព្រំដែនផ្សេងចាបើសិនជាខ្ញុំនៅតែមានចាស់ខ្ញុំបានយក Telegram របស់គាត់ដើម្បីស្ងាយស្រួលក្នុងការតំណែងតំណងដឹងអំពីភាពខ្វះខាតរបស់គាត់នៅតាមបណ្ដាព្រំដែននីមួយៗផងដែរហើយថ្ងៃនេះខ្ញុំក៏សូមអរគុណសម្រាប់បងប្រុសដែលបានឆាតមកខ្ញុំដែលនៅប្រទេសកាណាដាណាគាត់បានឆាតមកកាន់ខ្ញុំថាតែគាត់អាចចេញវីដេអូខ្លីដើម្បីថ្លែងអំណរគុណចំពោះអ្វីដែលខ្ញុំណាដែលជាការសំណូមពររបស់បងប្រុសដែលខ្ញុំចាបានពំនាំដាក់នៅការសំណូមពររបស់គាត់ទៅកាន់សម្ដេចតេជោក៏ដូចជាចាទទួលបាននៅការឆ្លើយតបពេញបំណងរបស់គាត់ចាតែគាត់អាចធ្វើជាវីដេអូខ្លីដើម្បីប្រកាសទៅកាន់មហាជនឲ្យបានជ្រាបគាត់ពិតជាសប្បាយចិត្តនិងត្រេកអរខ្លាំងមែនទែនហើយក៏ថ្លែងអំណរគុណចំពោះខ្ញុំដែលបានបំពេញបំណងគាត់ណាខ្ញុំជំរាបទៅកាន់ពុកម៉ែបងប្អូនដោយផ្ទាល់ថាជារឿយខ្ញុំតែងតែជួយគេណាជាពិសេសថ្ងៃនេះជាឱកាសនេះខ្ញុំក៏សូមប្រកាសទៅកាន់បងប្អូនចាដែលស្គាល់ខ្ញុំពីមុនមកកំឡុងពេលដែលខ្ញុំត្រឡប់មកពីប្រទេសកាណាដានេះតែម្ដងចាបងប្អូនខ្លះគាត់បានឃើញខ្ញុំហើយដើរជាមួយបុគ្គលម្នាក់ចាដើរជាមួយបុគ្គលម្នាក់ចាហើយមួយរយៈចាខ្ញុំក៏បានបំពេញបំណងទៅកាន់បុគ្គលម្នាក់ហ្នឹងចាដោយគាត់ចាចង់មានវត្តមានទៅជួបសម្ដេចតេជោខ្ញុំក៏បានបំពេញក៏ដូចជាស្នើសុំទៅកាន់សម្ដេចពុកដោយផ្ទាល់ម្ដងហើយម្ដងទៀតចាណាចំនួន2ដងរហូតដល់គាត់ចាមានឱកាសបានថតរូបមានវត្តមានជាមួយនឹងសម្ដេចតេជោនៅថ្ងៃនេះខ្ញុំចង់ប្រកាសតិចដោយសារតែវត្តមានរបស់ខ្ញុំជាមួយនឹងបុគ្គលហ្នឹងកន្លងមកគឺវាច្រើនណាស់ដែរចាវាច្រើនណាស់ដែរហើយក៏ទទួលមេរៀនមកច្រើនដែរអញ្ចឹងខ្ញុំសូមប្រកាសជាសាធារណៈនៅថ្ងៃនេះនៅក្នុងការ live របស់ខ្ញុំហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់ធ្វើការ share ឲ្យបានច្រើនពាក់ព័ន្ធជាមួយខ្ញុំនឹងបុគ្គលនេះបើសិនជាបុគ្គលនេះមករយៈនេះខ្ញុំតាមដានឃើញគាត់បង្ហោះសំណេរមានការគំរាមកំហែងទៅកាន់អ្នកណាគឺខ្ញុំអត់ដឹងទេជាច្រើនប៉ុន្តែកំឡុងពេលដែលខ្ញុំដើរជាមួយគាត់កន្លងមកគឺគាត់ឧស្សាហ៍តែយកកិត្តិស័ព្ទឬកេរ្តិ៍ឈ្មោះចាឈ្មោះរបស់សម្ដេចតេជោក៏ដូចជាចាវត្តមានរបស់នេះខ្ញុំផ្ទាល់ដើម្បីកាងចាដើម្បីកាងណានៅចរិតចំលើយចរិតក្អេងក្អាងដោយក្អាត់ក្នុងក្អមរបស់គាត់នោះចាអញ្ចឹងខ្ញុំជំរាបទៅកាន់បងប្អូនថាបើសិនជាបុគ្គលនេះមានបញ្ហាជាមួយបុគ្គលណាក៏ដោយណាពាក់ព័ន្ធនឹងយកកេរ្តិ៍ឈ្មោះរបស់ខ្ញុំឬកេរ្តិ៍ឈ្មោះរបស់សម្ដេចតេជោយកទៅលាបណាសម្ដេចតេជោគាត់យុត្តិធម៌ណាខ្ញុំប្រាប់បងប្អូនឲ្យច្បាស់ណាគាត់អត់កាងបុគ្គលដែលចំលើយដែលភ្លីភ្លើអត់ដឹងខ្យល់អីបែបហ្នឹងទេចាបើសិនជាបុគ្គលនេះបង្កកំហុសខុសឆ្គងទៅកាន់បងប្អូនណាចាបងប្អូនចាណាធ្វើការប្តឹងផ្ដាល់ក៏ដូចជាចាណាតទល់គ្នានៅចំពោះមុខច្បាប់ដោយផ្ទាល់ចាដោយកុំខ្លាចទោះបីជាបុគ្គលហ្នឹងយកអ្នកណាមកអាងក៏ដោយពីព្រោះអីចាអ្វីដែលខ្ញុំលឺលហៀងមកដូចជាមានការអួតអំនួតប្រាប់គេសត្វតាខ្លួនឯងឥឡូវចង់ជួបម្ដេចដេជោគឺតែជួបផ្ទាល់តែម្ដងចាវាអត់មានបញ្ហានឹងកើតឡើងទេចាអត់មានបញ្ហាអភូតហេតុបែបហ្នឹងវាមហោសចាពេកទេពីព្រោះអីចាសម្ដេចពុកគាត់មានការរវល់ខ្លាំងណាស់រវល់មកមានញឹកណាស់ចាគាត់ក៏មានបន្ទុកច្រើនជាពិសេសគឺបន្ទុកគ្រឿងប្រទេសជាតិនឹងតែម្ដងចាបើសិនជាបុគ្គលណាក៏ដោយពាក់ព័ន្ធនឹងការរស់ស៊ីណាការប្រម៉ូទនិងការនិយាយរបស់គាត់ចាអួតអាងណាថាគាត់មានខ្នងមានខ្សែជាសម្ដេចតេជោអីចាណាជឿបានក៏ជឿទៅតែសូមឲ្យជឿជាពាក់សិនចាកុំជឿទាំងស្រុងណាយល់ចាហើយបើសិនជាពាក់ព័ន្ធនឹងចាណាយកកេរ្តិ៍ឈ្មោះរបស់ខ្ញុំយកទៅអំណះអំណាងពីក្រោយខ្នងក៏អត់ដែរណាខ្ញុំសូមអត់ពាក់ព័ន្ធរឿងនឹងមួយនិយាយគ្នាច្បាស់អញ្ចឹងសូមឲ្យបងប្អូនចាបើសិនជាបុគ្គលនឹងមានបញ្ហាចាពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់ជាមួយអ្នកណាក៏ដោយចាតទល់គ្នាតាមផ្លូវច្បាប់តែគ្នាឯងចោះខ្ញុំសូមអត់ពាក់ព័ន្ធនឹងរឿងហ្នឹងទេហើយជាពិសេសមួយទៀតណាបើសិនជាបុគ្គលនឹងមានការអូសទាញមនុស្សចូលចាណាសូមមេត្តាកែប្រែហើយកុំឲ្យពាក់ព័ន្ធមកដល់ខ្ញុំឲ្យសោះណាខ្ញុំអត់ពាក់ព័ន្ធនឹងរឿងកាណាអូសមនុស្សចូលដោយការទិញទឹកចិត្តអីក៏អត់មានដែរខ្ញុំអត់មានថោកទាបអញ្ចឹងទេចាណាខ្ញុំក៏អត់ចូលចិត្តដែរចាដែលហុចគេហៅថាហុចផ្លែដាវទៅឲ្យគេណាបែរជាមកលាបមាត់ខ្ញុំនេះក៏ខ្ញុំអត់ចូលចិត្តដែរណាខ្ញុំអត់ពាក់ព័ន្ធទេចំពោះបងប្អូននៅតាមបណ្ដាប្រទេសផ្សេងដែលចង់វិលត្រឡប់មកកាន់មាតុប្រទេសចាណាដែលមិនបានជាប់ blacklist របស់រាជរដ្ឋាភិបាលចា
បងប្អូនអាចវិលត្រឡប់មកកាន់មាតុប្រទេសខ្លួនឯងដោយសប្បាយចាដោយមិនមានការភ័យបារម្ភថាអូសម្ដេចតេជោនឹងយកទោសទណ្ឌសម្ដេចអគ្គមហាបវរទៅប្តីនឹងចាប់ដាក់គុកដីគឺអត់មានទេថ្ងៃនេះខ្ញុំសូមបញ្ជាក់បន្តិចណាហើយបើសិនជាបងប្អូនដែលជាប់ blacklist បងប្អូនអាចតំណែងមកកាន់នាងខ្ញុំបានចាណាបើសិនជាបងប្អូនចង់វិលចូលមាតុប្រទេសឬមួយក៏ចង់ជួបគ្រួសារសាច់ញាតិចង់មកមើលពីស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលរបស់ប្រមុខថ្នាក់ដឹកនាំរបស់យើងចាបញ្ជាក់ឲ្យបញ្ជាក់ទៀតណាតែបើសិនជាចង់វិលត្រឡប់ចាចូលមាតុប្រទេសហើយមានការដាក់ជាសំណើនិងការស្នើសុំអីចាសុំចិត្តចាខ្ញុំសុំចិត្តណាតែតើតើអ្នកផ្សេងចោះខ្ញុំអត់មានប្រវត្តិនៃការដូចថាជួយទៅកាន់បងប្អូនឲ្យវិលចូលមកកាន់មាតុប្រទេសឲ្យដាក់សំណើទៅកាន់ថ្នាក់ដឹកនាំក៏អត់មានដែរហើយថ្នាក់ដឹកនាំលោកក៏អត់មានចំណាយថវិកាទៅទិញចាអ្នកទាំងអស់គ្នាមកដើម្បីចាណាឲ្យអ្នកទាំងអស់គ្នាមកវាយប្រហារគាត់ថាគាត់យកលុយទៅទិញក្បាលអានេះក្បាលអានោះអត់មានចំណាយលុយថវិកាទៅទិញក្បាលអ្នកណាទេថវិកាដែលគាត់ចំណាយគឺសម្រាប់ជួយចិញ្ចឹមទ័ពនិងចិញ្ចឹមជនភៀសសឹកតែប៉ុណ្ណោះបញ្ជាក់គ្នាឲ្យច្បាស់ណាហ្នឹងអញ្ចឹងចាដោយសារអីបានខ្ញុំចេញសេចក្តីប្រកាសទៅកាន់បងប្អូនចាកុំឲ្យបងប្អូននឹងមានភាពចាញ់បោកដូចជាខ្ញុំចាខ្ញុំមកឲ្យលូនក្រាបចាណាស្នើសុំទៅកាន់សម្ដេចដៃចូលម្ដងជា2ដងតែចង់បញ្ចប់ណាចាគាត់បានទៅជួបសម្ដេចគឺដោយសារណាផ្លូវក្នុងគេបើកផ្លូវចាណាផ្លូវក្នុងគេបើកផ្លូវឲ្យខ្ញុំអត់មានឈួតពង្វៀងនឹងផ្លូវធွာអីដល់ថ្នាក់បែកដល់ថ្នាក់ហ្នឹងទេចារមិលគុណគេអញ្ចឹងទេហើយខ្ញុំក៏អត់ចាត្រូវការខ្សែលើអ្នកណាដើម្បីភាពមានបានដែរហើយធ្វើភ្លើឈួតដែរណាអធិស្ឋានខ្ញុំអត់មានតែធ្វើទីងមងឲ្យអ្នកឯងញាក់ណាដើម្បីផលប្រយោជន៍អ្នកឯងដើរទាលុយគេរាប់លានដែរចង់ប្រាប់ចេះទាលុយគេរាប់លានបងប្អូនណាមកស្នើខ្ញុំស្នើសុំស្នើខ្ញុំនេះឲ្យខ្ញុំនេះជួយនិយាយទៅកាន់សម្ដេចដៃចូលនិយាយ3 4ដងចង់បញ្ចប់សួរខ្ញុំបានអីខ្លះចាបានតែត្រឹមវាមើលមកថាខ្ញុំជាមនុស្សភ្លើដែលឲ្យវាញាក់តែប៉ុណ្ណោះចាវាទាញយកផលប្រយោជន៍នៅពេលដែលមានរឿងវាដាក់ស្នើមកកាន់ខ្ញុំនឹងសុំឲ្យពុកធ្វើការដោះលើកលែងឲ្យវាតែប៉ុណ្ណោះប៉ុន្តែធៀបពិតណាគឺវាស៊ីលុយវាទៀងគៀមលុយគេរាប់លានមែនអាហ្នឹងជាការពិតណាអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេចាណាខ្ញុំគាត់តែចង់ប្រកាសថាខ្ញុំដកខ្លួនថយហើយណាខ្ញុំអត់ពាក់ព័ន្ធជាមួយបុគ្គលហ្នឹងទេហើយក៏សម្ដេចតេជោគាត់ក៏មិនទៅកាន់ជើងមនុស្សដែលភ្លឺណាដែលភ្លឺធ្វើឈួតអញ្ចឹងដែរណាអត់ទេណាកុំយកតំណែងតំណងคล้ายចាទៅបោកប្រាស់គាត់ក៏ដូចជាបោកប្រាស់ខ្ញុំទៀតយល់មានតែប៉ុណ្្នឹងទេអរគុណច្រើនហើយក៏ជម្រាបលាជួបគ្នាពេលក្រោយចា